បងប្រកាសទេដែលធ្វើបែបនេះមិនដឹងទេថាសាច់ញាតិរបស់ខ្ញុំកាលនោះពួកគេកំណាចដាក់ខ្ញុំយ៉ាងណាខ្ញុំគ្រាន់តែសុំខ្ចីលុយខ្លះទៅរកស៊ីពួកគេមិនត្រឹមតែមិនឲ្យខ្ចីទេថែមទាំងនាំគ្នាចំអកមើលងាយខ្ញុំទៀតនិយាយអ្វីមិនគិតថ្ងៃនេះខ្ញុំគិតថាត្រូវយកលុយ1 លានទៅផ្ទះវិញដើម្បីមើលអាកប្បកិរិយាពួកគេមើលទៅបើពួកគេនៅតែមានចរិតដូចកាលពីមុនពួកគេនឹងមិនបានសំបីតែមួយកាក់មិនចង់បានទេតែបើពួកគេដឹងកំហុសហើយយើងនឹងឲ្យលុយ1 លាននេះទៅពួកគេបានចែកគ្នាស្មើហើយចលះប្តីទៅលុយបានមកដល់ហើយបងប្អូនយប់នេះខ្ញុំរៀបចំទាំងអស់ខ្ញុំដកលុយទុកអស់ហើយបងសង្ហាប្អូនថ្លៃអ្នករៀបការហើយមែនទេអ្នកមិនមែនចេញទៅរកស៊ីនៅខាងក្រៅទេអីមិនមែនជាថ្ងៃបុណ្យទានអីផងមិនក៏មកក្រដៅនេះបាទខ្ញុំមិនបានមកវិញយូរហើយខ្ញុំមកមើលអ្នកទាំងអស់គ្នាអាហោះយ៉ាងម៉េចដែរប្អូនថ្លៃប៉ុន្មានឆ្នាំនេះអ្នករកស៊ីបានល្អទេខ្ញុំអត់បានមកវិញយូរហើយលើកនេះខ្ញុំត្រឡប់មកវិញលេងអ្នកអូមិនហើយប្អូនថ្លៃប៉ុន្មានឆ្នាំនេះនៅខាងក្រៅរីកចម្រើនល្អទេធម្មតាទេបងឥឡូវបរិយាកាសទីផ្សារខាងក្រៅមិនល្អទេខ្ញុំរកស៊ីមិនកើតទើបត្រឡប់មកវិញអាហោះខ្ញុំមើលថាអ្នករកបានលុយច្រើនណាស់តើចុះហេតុអ្វីបានជាអ្នកទាំងពីរអ្នកស្លៀកពាក់បែបនេះមកវិញបងថ្លៃខ្ញុំនិយាយត្រង់ទៅចុះខ្ញុំរកស៊ីនៅខាងក្រៅខាតលុយអស់រលីងថែមទាំងជំពាក់បំណុលគេទៀតខ្ញុំមកលើកនេះគឺចង់ខ្ចីលុយអ្នកបន្តិចបន្តួចត្រឡប់មកវិញហើយអូខ្ញុំឮថាឯងនៅខាងក្រៅរកលុយបានច្រើនហើយមិនបានប្តីប្រពន្ធឯងស្លៀកពាក់បែបនេះហើយត្រឡប់មកវិញបងថ្លៃខ្ញុំប្រាប់បងត្រង់ទៅចុះបងមិនដឹងទេថាជីវិតនៅខាងក្រៅវាមិនងាយស្រួលទេខ្ញុំយកលុយដែររកបានប៉ុន្មានឆ្នាំនេះខាតអស់រលីងហើយឥឡូវនេះខ្ញុំនៅជំពាក់គេច្រើនទៀតបំណុលបរទេសខ្ញុំត្រឡប់មកវិញលើកនេះគឺចង់រកខ្ចីលុយពីឯងខ្ចីលុយមែនទេខ្ញុំក៏មិនសូវធូរធារដែរអត់អីទេបងផ្ទះដែលខ្ញុំនៅសំប៉ែតដំបូលធ្លុះអស់ហើយភ្លៀងធ្លាក់លិចលង់រស់នៅលែងកើតហើយសូមអ្នកពិភាក្សាជាមួយបងថ្លៃឲ្យខ្ញុំនិងប្រពន្ធទៅស្នាក់នៅផ្ទះអ្នកបានទេមួយរយៈសិនស្អីគេមកស្នាក់នៅផ្ទះខ្ញុំហ៎ប្អូនបងមានបន្ទប់ច្រើនមែនប៉ុន្តែបងថ្លៃស្រីរបស់អ្នកគាត់ជាអ្នកទីក្រុងចូលចិត្តភាពស្អាតណាស់អ្នកមកស្នាក់នៅផ្ទះយើងវាពិបាកខ្លាំងណាស់បើអីចឹងអ្នកគួរទៅលេងផ្ទះបងទី2របស់អ្នកទៅបងទៅតោះយើងទៅមានលុយទៅអ្នកជាបងប្អូនខ្ញុំអត់លុយអ្នកគ្មានតម្លៃទេនៅហ៊ានចេញរកស៊ីទៀតមិនមើលខ្លួនឯងផងបងញាតិសន្តានបងពួកគេនៅតែមានចរិតបែបនេះដដែលភរិយាពាក្យចាស់ថាមានទ្រព្យកុំភ្លេចថ្ងៃអត់ធ្លាក់ខ្លួនគេមើលងាយបើមិនជឿអ្នកចាំមើលឯងវាគ្មានបានការទេហ៊ានទៅត្រាប់តាមគេចេញទៅរកស៊ីទៀតមិនមើលខ្លួនឯងទេថាជាមនុស្សបែបណាប្តីសម្លាញ់អស់លោកញាតិរបស់បងនៅតែមានចរិតបែបនេះដដែលប្រពន្ធឲ្យនេះពិតជាពាក្យពេចន៍ចាស់ពិបាកស្ដាប់ណាស់មានលុយកុំភ្លេចថ្ងៃដែលគ្មានលុយពេលលំបាកធ្លាប់ច្រណែនគេមិនជឿមើលចោះ